បាទគោរពនឹងជម្រាបសួរសាជាថ្មីវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូភាគទី2នៅក្នុងមេរៀន Word អញ្ចឹងនៅក្នុងមេរៀន Word កាលពីវីដេអូទី1គឺខ្ញុំបានរៀបរាប់ហើយតើតើនៅក្នុងការប្រើប្រាស់នៅការរក្សាទុកនៅឯកសារដែលយើងបានសរសេរហើយអញ្ចឹងដើម្បីកុំឲ្យពេលវេលាកន្លងផុតទៅយូរទៅទៀតអញ្ចឹងយើងបន្តទៅទៀតនៅក្នុងកម្មវិធី Word នឹងដដែលបាទដល់យើងចូលទៅក្នុងកម្មវិធី Word ហើយនឹងទៅទាញយកឯកសារដែលយើងបាន save ទុកអូខេអញ្ចឹងយើងចូលទៅចូលទៅក្នុងកម្មវិធី Word របស់យើងនៅលើ computer ចុចវាមកតទៅទៀតយើងយកពាក្យថា open អូខេ open តទៅទៀតយើងជ្រើសរើសយកកន្លែងណាតើ Word យើងនឹងទុកនៅទីណាអូខេអានេះគឺជាផ្ទាំងដែលយើងធ្លាប់ save ពីមេរៀនទី1អញ្ចឹងយើងចូលទៅក្នុង browser ខ្ញុំអត់ចុចកន្លែងនេះទេណាយើងចូលទៅក្នុង browser តទៅទៀតយើងចូលទៅយកទីតាំងដែលយើងទុកគឺកាលពីវីដេអូទី1គឺខ្ញុំបានប្រាប់ហើយថាយើងត្រូវសារទុកនៅក្នុង document ហើយ file សរសេរនោះគឺមានឈ្មោះថាកិច្ចការទី1អញ្ចឹងយើងចុចវាមកហើយយកពាក្យថា select លើវាណាចុចមកឆ្វេងមួយមកហើយយកពាក្យថា open អូខេអញ្ចឹងវាបានចេញមកហើយអូខេអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងបន្តទៅទៀតគឺកាលពីវីដេអូទី1គឺយើងបានរៀនទៅនឹងការសរសេរបាទការសរសេរអក្សរការ save ការកំណត់กระดาษរំលឹកតិចទៅការកំណត់ទំហំกระดาษការរក្សាទុកអីជាដើមអញ្ចឹងខ្ញុំអត់មានរំលឹកទៅដល់នោះទៀតទេអូខេតោះអញ្ចឹងយើងតទៅទៀតនៅក្នុង tab 1ណា tab ទី1របស់យើងអញ្ចឹង file tab ខ្ញុំអត់បរៀនទេដោយសារវាអត់មានអីសំខាន់ច្រើនទេគឺតើតើនៅក្នុងការ save ហើយនឹង save as តែប៉ុណ្ណោះអូខេចឹងនៅក្នុង file tab ទី1ដែលមានឈ្មោះថា home tab អូខេអញ្ចឹងយើងសិក្សានៅក្នុងវីដេអូនេះគឺយើងសិក្សាតែនៅក្នុង home tab ទេបាទនៅក្នុង home tab ពេលដែលយើងចុចលើវាមកវាមានផ្ទាំងរបស់វាច្រើនហ៎បាទមានច្រើនតាំងពីខាងឆ្វេងរហូតទៅដល់ខាងស្ដាំអញ្ចឹងទី1កន្លែងនេះឈ្មោះថា paste នេះបានន័យថាយើង copy ណាបាទ copy ឬក៏ copy អក្សរអីចឹងពេលយើង select មកវា load ឲ្យឃើញទេពេលយើងអត់ select វាអត់ load ឲ្យទេកាត់ឬក៏ copy ហ្នឹងវាអត់ load ឲ្យទេអញ្ចឹងពាក្យថា pass នេះបានន័យថាបើខ្មែរយើងប្រែថាទទួលថតដូចយើងចង់ copy ពាក្យថាស្វាគមន៍នេះអញ្ចឹងយើង select លើវាមកអញ្ចឹងដើម្បី select ផ្លេច kilo អ្នករៀនដំបូងគាត់អត់ដឹង select គឺយើងចុចម៉ៅឆ្វេងចង្កត់ឲ្យជាប់មកហើយទាញទៅមុខទៅបាទគឺឈ្មោះថា select ហើយណា select មកពេល select ហើយឃើញទេគេអស់នឹងវា load ឲ្យយើងអញ្ចឹងយើងធ្វើយ៉ាងម៉េច select នឹងកាត់បានន័យថាកាត់ដាច់អូខេ copy ចម្លងយល់ទេណាកាត់គឺកាត់ដាច់ឧទាហរណ៍កាត់មកដាច់បាត់ឃើញទេបាត់ពាក្យទៅស្វាគមន៍ហើយអូខេអញ្ចឹងត្រឡប់ក្រោយវិញនេះព្រួយខាងលើនេះណាអូខេត្រឡប់ក្រោយវិញអញ្ចឹងកាត់បានន័យថាកាត់ដាច់ copy បានន័យថាគ្រាន់តែចម្លងអត់បាត់ភាពដើមទេដើម្បីយកទៅវិញធ្វើម៉េចយើងចុះបន្ទាត់មកចុះបន្ទាត់មកយើងចុចពាក្យ paste មកវិញហេគឺចម្លងអញ្ចឹងយើង paste មកទៀតពាក្យហ្នឹងមកទៀតគេមកទៀតអញ្ចឹងតួនាទីរបស់វាប៉ុណ្ណឹងស្គាល់ហើយណាអូខេនៅក្នុងកន្លែង copy កាត់ paste នេះប៉ុណ្ណឹងបាទនេះកន្លែងនេះគឺជាពាក្យថា format painter បានន័យថាចម្លង format ហ្នឹងយ៉ាងម៉េចចម្លងទម្រង់អក្សរឧទាហរណ៍ថាខ្ញុំអូខេឥឡូវខ្ញុំសរសេរកន្លែងនេះខ្ញុំដាក់ font ស្អាតទៅខ្ញុំយក font ណាមួយមកនៅក្នុង font ខ្មែរហ្នឹងអូខេខ្ញុំយកខ្មែរ OS Moonlight អូខេស្អាតចឹងណាបាទតមកទៀតយើងសរសេរ font ថ្មីគេថា font ថ្មីយើងសរសេរខាងក្រោមនេះមកប៉ុន្តែកាលណាចឹងមកវាជាប់សរសហ្នឹងហើយចឹងយើងចង់ឲ្យ font ឧទាហរណ៍ថាយើងស្រឡាញ់ font នេះយើងដាក់ font អីគេ font ធម្មតា font ខ្មែរ OS បាត់ដំបងអីចឹងមកខ្មែរសៀមរាបហ៎អញ្ចឹងយើងចង់ឲ្យអា font នេះ
bạn này ta format painting tool nữa nè cứ dạng mấy vì miền tôi này tí của tôi ta chọn ở so khang lớn đi so khang còng đi sớm tối so protein Campuchia đi cứ miền font đối tới những so son phá cùng chẳng nè bạn ấy đầu tiên đấy bạn này ta chọn ở protein Campuchia đi miền pum so đối son phá cùng chẳng chẳng như tại thứ mấy nhưng dòng màu này dòng mình đã chọn cái này này máu trịch lựa biệt tha pen tool Panther ហ្នឹង format Panther ហ្នឹងមកហើយយកមក select លើប្រទេសកម្ពុជាមកឃើញទេអញ្ចឹងពុំអក្សរសូនស្វាគមន៍ហ្នឹងវានឹងមកចម្លងមកប្រទេសកម្ពុជានេះណាហ្នឹងយើងគ្រាន់តែរៀនណាសម្រាប់អ្នកដែលចេះហើយគាត់គិតថាហ្នឹងវាមិនអីលំបាកទេវាសាមញ្ញទេសម្រាប់តែអ្នកដែលមិនចេះហ្នឹងគឺមានអារម្មណ៍ថាជួយត្រង់វិញវត្តដែរអញ្ចឹងក្នុង tool ហ្នឹងមានប៉ុណ្ណឹងបន្តមកទៀតគឺយើងចូលទៅក្នុងចំណុចទី2ទៀតនេះណានេះកន្លែងទី1នៅក្នុង clipboard អញ្ចឹងបន្តមកទៀត font អញ្ចឹងនៅក្នុង tab នៅក្នុង home tab នោះវាមាន clipboard មាន font មាន paragraph អីចឹងទៅអញ្ចឹងតទៀតចឹងនៅក្នុង font គឺមាន tool ជាច្រើនអស់នេះគេឲ្យឈ្មោះថា tool ណាខ្ញុំហៅថា tool ចឹងចុះបាទអញ្ចឹងនៅក្នុងនេះមាន font ហ្នឹងមានអីគេកន្លែងនេះគឺជាការដូរពុម្ពអក្សរតោះនេះបាទដូរពុម្ពអក្សរអញ្ចឹងខ្ញុំ copy វាឲ្យបានច្រើនមកកុំឲ្យឃើញតែមួយអញ្ចឹងយើងមើលបាទខ្ញុំ copy បានច្រើនអក្សរអញ្ចឹងពុម្ពអក្សរវាមានច្រើនម៉ូដច្រើនមកច្រើនណាស់ច្រើនមែនតើដោយសារនៅក្នុងសម័យឥឡូវនេះគឺមានបងប្អូនគាត់អ្នកបកកែធ្វើពុម្ពហ្នឹងគឺគាត់បង្កើតពុម្ពអក្សរជាច្រើនអញ្ចឹងពុម្ពអក្សរខ្មែរគឺមានច្រើនតែចេញអក្សរខាងមុខនេះពាក្យថាខ្មែរឬក៏ KH ខាងមុខអញ្ចឹងណាបាទ KH ឬក៏ខ្មែរឬក៏មានកតុយវិញជួនកាលអក្សរខាងដើមអត់មានអក្សរ KH តែខាងក្រោយមានកតុយខ្មែរអញ្ចឹងយើងមើលទី1 font ខ្មែរ OS Mula អញ្ចឹងនៅពេលនេះយើងចុចមកណា computer ខ្លះគឺតម្លើង computer ខ្លះគឺអត់មានតម្លើងទេអញ្ចឹងការតម្លើង font នេះគឺមានផ្សេងគ្នាណាបាទអញ្ចឹងបន្តមកទៀតយើងចូលទៅនៅក្នុងនេះទំពុម្ពអក្សរមានច្រើនសម្រាប់របស់ខ្ញុំគឺមានច្រើនមែនតើដោយសារខ្ញុំមាន font copy ពីគេផងហើយយើងរើស្វែងរកខ្លួនឯងផងអញ្ចឹងខ្ញុំគ្រាន់តែលើកយក font ខ្លះមកប្រាប់ទេឧទាហរណ៍ដូចទី1នេះណា font នេះមានអីគេខ្មែរ OS Poco ខ្មែរ OS បាត់ដំបងអញ្ចឹងខ្ញុំមើលនេះខ្មែរ OS បាត់ដំបងណាមានពុម្ពអក្សរម៉ូដចេះនេះខ្មែរ OS Mulai ហើយដល់មួយនេះខ្មែរ OS អីយើងចូលទៅរកទៀតមកខ្មែរ OS Mulai ខ្មែរ OS Mul ខ្មែរ OS Mul បាលីនេះអក្សរបាលីអញ្ចឹងណាអរគុណចាស់ចង់ទៅសើសភៅធរអីចឹងទៅគេមានអីទៀតខ្មែរ OS អីចឹងទៅមានច្រើនណាស់បាទយើងចង់ដាក់មួយណាក៏បានដែរតាមទឹកចិត្តទឹកបតីខ្មែរ OS អប្សរានេះម៉ូដអញ្ចេះណាអក្សរអញ្ចេះឯងខ្មែរ OS ទៀតចឹងយើងស្វែងរកខ្លួនឯងមកណានៅក្នុង computer គឺមានអក្សរឲ្យតែមានផ្ដើមដោយអក្សរ KH ដល់នេះចឹងណាដល់អក្សរ KH នេះ KH កក្កដា808 April ណានេះបានន័យថានេះឈ្មោះគេណាឈ្មោះអ្នកធ្វើនេះឈ្មោះកក្កដាហើយគាត់ធ្វើមកនេះគេ font ឈ្មោះអក្សរចឹងដែរយើងស្រឡាញ់យើងដាក់ទៅអញ្ចឹង font កន្លែងនេះចំណុចនេះគេឲ្យឈ្មោះថាកន្លែងសរសេរពុម្ពអក្សរអញ្ចឹងពុម្ពអក្សរមានផ្សេងគ្នាតាម font ដែលយើងស្រឡាញ់មានច្រើនមែនតើនេះសម្រាប់ computer ខ្ញុំទេណាបាទ computer ខ្ញុំគឺមានច្រើនណាស់នេះដឹង font នេះខ្លះទេដោយសារខ្ញុំឃើញហើយចេះតែយកមកដាក់មកអញ្ចឹងទៅវាច្រើនដែរបាទប្រហែលជា1000 2000ហ្នឹងដល់2000ទេហើយជា1000ជាងទេបាទ font ហ្នឹងច្រើនហ៎អញ្ចឹងវាមានផ្សេងគ្នាឈ្មោះរបស់វាផ្សេងគ្នានេះណាបាទអញ្ចឹងនេះចំណុចនេះគឺឈ្មោះថា font បាទបន្តមកទៀតគឺឈ្មោះថាសាយ font សាយមានតែទំហំរបស់ font ហ្នឹងឧទាហរណ៍ថា
យើងចង់អានេះទំហំម៉ានអក្សរវាគឺទំហំ22អញ្ចឹងយើងចង់យកទំហំម៉ាន24 26 28រហូតដល់72មួយទៀតយើងអាចវាយអក្សរទៅនឹងបានយើងអាចដាក់100ក៏បានដែរអញ្ចឹងអក្សរនឹងប៉ុណ្ណាទៅ100ធំមែនដែរនេះគេមកស្លាក់អញ្ចឹងទៅយើងថានេះធំណាស់យើងដាក់ថា15អីទៅអូខេនេះហេនឹងមួយទៀតយើងខ្ជិលបានន័យថាយើងខ្ជិលវាយអក្សរយើងខ្ជិលចុចអានេះធំមកតាមអ្វីយើងស្រឡាញ់ហេចុចអក្សរ A បូកធំនេះមកទៅលើនេះមកហេវាដាក់អក្សរ A សញ្ញាព្រួយទៅលើបានន័យថាពង្រីកហេ A តូចហើយសញ្ញាមកក្រោមពង្រួមវិញអញ្ចឹងយើងចុចទៅនេះក៏បាននេះក៏បានអូខេអញ្ចឹងមកបាននឹងមួយចំណុចទៀតនឹងគេហៅឈ្មោះថា font size font ពុម្ពអក្សរទំហំអក្សរអានេះពង្រីកពង្រួមទំហំអក្សរបន្តមកទៀតយើងចង់ឲ្យអក្សរនោះដិតឬក៏អក្សរនោះស្គមន័យថាដូចអក្សរនេះអញ្ចឹងវារៀងស្គមឬក៏អត់សូវដិតទេអញ្ចឹងយើងចុចពាក្យថា B នេះមក bold ណាមកវិពាក្យពេញវាថា bold អញ្ចឹងហ្នឹងនេះ bold នេះឬក៏ control អក្សរ B មកគឺអក្សរហ្នឹងទៅជាដិតធំហ៎បាទអញ្ចឹងយើងចង់ដោះវិញចុចវាវិញមកវាទៅជាលែងដិតធំហើយនេះអញ្ចឹងតទៅទៀតអក្សរ trade ហ្នឹងបានន័យថាយើងចង់អក្សរមកជួរណា trade យើង select ទៅវាទៅចុចទៅគឺ trade ឃើញទេបាទតទៅទៀតយើងចង់អក្សរហ្នឹងមានបន្ទាត់ពីខាងក្រោមអញ្ចឹងចុចនេះមកឃើញចុចអក្សរ B នេះមក underline ហ្នឹង U ហ្នឹងអក្សរ U ហ្នឹងมันវាថា underline ហ៎ underline ក្រោមយើងចង់អីគេខុសអាហ្នឹងដូចកន្លែងប្រឡងធ្លាក់ប្រឡងជាប់ចុចកន្លែងនេះមកចុចមកហេឆោតបន្ទាត់ឆោតហ្នឹងបានន័យថាសិស្សនឹងប្រឡងធ្លាក់ឲ្យមុខវិជ្ជាហ្នឹងអីចឹងណាអូខេបាទអញ្ចឹងនៅក្នុងខ្ញុំបញ្ជាក់ទៅក្រោយបន្តិច underline នេះមិនមែនមានបន្ទាត់តែមួយហ្នឹងទេបន្ទាត់មានច្រើនណាស់យើងចុចកន្លែងហ្នឹងមានបន្ទាត់1បន្ទាត់2ឃើញទេបន្ទាត់1ឲ្យធំណាបន្ទាត់តូច1បន្ទាត់2បន្ទាត់ធំបន្ទាត់តែមានអីគេអុចពីក្រោមណានេះវាចេះពីក្រោមខាងនេះហេអញ្ចឹងយើងដាក់បានតាមចិត្តហើយពណ៌របស់បន្ទាត់ហ្នឹងយើងចង់បានពណ៌ខៀវពណ៌លឿងពណ៌ក្រហមអីបានដូចគ្នាគឺយើងចុចខាងកន្លែងព្រួយទៅនេះមកហេតទៅទៀតស្វ័យគុណនេះស្វ័យគុណណាបាទបានន័យថាឧទាហរណ៍ដូចជា4យើងវាយលេខ4មកស្វ័យគុណប៉ុន្មានស្វ័យគុណ2អញ្ចឹងចុច4មកហើយចុចលេខ4ហើយយើងចុចវាមួយសិនមកយើងចុច1មកចុច10មកហើយយើងវាយលេខ2មកហេហ្នឹងណាបាទដូចអីគេរូបមន្តរបស់KB Vision នោះទឹកហាស់ 2O អញ្ចឹងហាស់ 2O អញ្ចឹងហាស់2ហើយបានយើងវាយលេខ2ហើយយើងចុចបិទវិញមកវាយ O មកហាស់ O ដឺហ្នឹងណាគេហាស់ 2O ហាស់ 2O អញ្ចឹងហ្នឹងហាស់ 2O អញ្ចឹងមកហ្នឹងគឺគេប្រើនេះណាដល់ពេលអីគេ15ស្វ័យគុណប្រមាណស្វ័យគុណ215ស្វ័យគុណ2ចេះនេះស្វ័យគុណវិញអូខេអញ្ចឹងណាបាទអាហ្នឹងគឺប៉ុណ្្នឹងឯងកន្លែងនេះបន្តមកទៀតគឺយើងតមកទៀត